បាទជំរាបសួរបងប្អូនបាទបងប្អូនហើយបងប្អូនបាត់មួយរយៈគឺថាបាត់តាមត្រីមាសទៅណាតាមត្រីមាសរត់ចូលឆ្នាំឥឡូវមកវិញហើយតាមត្រីមាសមកវិញហើយក៏ចង់ឲ្យបងប្អូនពិនិត្យជួយមើលសកម្មភាពនៃការប្រកួតរបស់បុណ្យសទ្ធាបាទពេលដែលយើងមើលទៅឃើញទៅបងប្អូននៅយ៉ាប់យើងយ៉ាងនេះបាទប៉ុន្តែយើងនៅតែជឿជាក់ទៅលើរបស់យើងហ្នឹងបាទយើងនៅតែជឿជាក់ទៅលើអរិយបុណ្យសទ្ធាទោះជាគេបែកគេទាត់បែកលិចបែកកើតរាប់ផងអីផងតែបុណ្យសទ្ធាខ្ញុំទៅសើគាត់នៅតែធ្វើបានបាទគាត់នៅធ្វើបានហើយទោះជាអ្នកមើលទៅឃើញគាត់ដូចជាពិបាកភ្នែកមើលហើយគិតថាគាត់មិនអាចធ្វើបានប៉ុន្តែគាត់នៅតែធ្វើបានបាទនៅតែធ្វើបាននេះហើយគឺជាការតស៊ូគឺជាការតស៊ូខិតខំប្រឹងប្រែងវឹកហាត់ធ្វើឲ្យខ្លួនយើងនឹងបន្ស៊ាំទៅនឹងការប្រយុទ្ធនៅលើសេវេនបាទទោះជាគេវាយរាប់ឬក៏គេទាត់ដួលប្រប្រាក់ប្រព្រោះយ៉ាងណាក៏ដោយគឺបុណ្យសទ្ធានៅតែធ្វើបាននៅតែធ្វើឲ្យអ្នកគ្រប់គ្រងរបស់បុណ្យសទ្ធាមានជំនឿចិត្តនិងទំនុកចិត្តខ្ពស់ក្នុងការប្រកួតរបស់គាត់បាទតាមពិតគឺប្រកបមែនណាបាទប្រកបមែនយើងតាមដានមើលនៅសកម្មភាពនៃការប្រកួតរបស់បុណ្យសទ្ធាហើយមនុស្សបុណ្យសទ្ធានេះគឺជាកីឡាករដែលចេញទៅក្រៅស្រុកមិនទទួលបានផលបាទមិនដឹងជាយ៉ាងម៉េចបាទខុសពីភក្តីគុណខ្មែរគេកណ្ដាលចេញក្រៅគេដូចជាមានយអ៊ុនតែបុណ្យសទ្ធាដល់ចេញក្រៅស្រុកដូចមិនសូវមានយអ៊ុនបាទប៉ុន្តែបើក្នុងស្រុកទោះជាយ៉ាងណាក៏ដោយបុណ្យសទ្ធានៅតែធ្វើបានបាទបុណ្យសទ្ធានៅតែធ្វើបានហើយសូមសរុបចុងបន្ទុយបន្តិចមួយរយៈចុងក្រោយចូលឆ្នាំនេះបាទគុណខ្មែរយើងនៅសល់តែឈ្មោះទេរីឯលទ្ធផលគេយកអស់ហើយជាពិសេសគឺក្លឹបខ្ញុំបាច់ថាចំបងប្អូនដឹងហើយបាទសួយម៉ែមកចូលឆ្នាំទៅឈ្មោះតែតគុណខ្មែរគេយកលទ្ធផលអស់នេះគឺជាការសោកស្ដាយមួយបាទការសោកស្ដាយមួយចំពោះគុណខ្មែរដែលខ្មែររបស់យើងជាម្ចាស់ក្បាច់គុណធ្វើមិនបានបាទចឹងហើយបានខ្ញុំថាប្រយ័ត្នឯមែនទែននៅឈ្មោះតែគុណខ្មែររីឯលទ្ធផលបរទេសយកអស់ចាំបាច់គឺតែខិតខំប្រឹងប្រែងវឹកហាត់បន្តដើម្បីគុណខ្មែរទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទ